Okay, you are awesome. You are awesome หมายถึงអ្នកអស្ចារ្យឬក៏លោកនឹងអស្ចារ្យបាទ you are awesome បាទ awesome គឺខ្ញុំប្រធានអ្នកដែលអស្ចារ្យតែម្ដងបាទ I am exhausted បាទ I am exhausted បាទ I am exhausted មានន័យថាខ្ញុំហត់នឿយបាទហត់នឿយណា I am exhausted ហត់នឿយបាទ I am all set ហ្នឹងគឺសំដៅទៅលើរួចរាល់ត្រៀមខ្លួនរួចរាល់ណាបាទ I am all set គឺខ្ញុំរួចរាល់បាទខ្ញុំរួចរាល់ហើយអញ្ចឹងណាបាទ thank you very much បាទ thank you very much អរគុណខ្លាំងណាស់បាទយើងប្រែថាអរគុណខ្លាំងណាស់បាទអូខេតើបន្តទៀត I am angry បាទ I am angry ខ្ញុំខឹងបាទខឹង I am angry បាទគឺខ្ញុំខឹងហើយបាទអូខេតើបន្តទៀត I am hungry បាទ I am hungry មានន័យថាខ្ញុំឃ្លានបាទឃ្លានបាយហើយនឹងឃ្លានបាយឃ្លានទឹកគឺ thirsty បាទ thirsty គឺឃ្លានទឹកអូខេបន្តទៀត I have to go បាទ I have to go បាទ I have to go មានន័យថាខ្ញុំត្រូវតែទៅបាទ I have to go ខ្ញុំត្រូវតែទៅបាទត្រូវតែទៅហើយមិនទៅទេឲ្យបានទេអូខេបន្តទៀតបាទយើងអានថា I am very happy បាទ I am very happy បានន័យថាខ្ញុំសប្បាយចិត្តណាស់បាទខ្ញុំសប្បាយចិត្តណាស់បាទអូខេតទៀត please wait សូមរងចាំ please wait ខ្ញុំមានថាសូមរងចាំវាខ្លីៗណាវាមាន wait a moment please បាទ hold on please ច្រើនរងចាំហ្នឹងណាបាទអូខេបន្តទៀត no idea បាទ no idea មានន័យថាអត់ដឹងអត់ចេះអត់ស្គាល់ហ្នឹងណា no idea អត់មានអីទេអត់ដឹងនិយាយថាអត់ដឹងតំណងអត់មានអីត្រូវមានគំនិតនៅលើរឿងហ្នឹងទេបាទ no idea អត់ដឹងអូខេ I am fine បាទ I am fine ថាខ្ញុំសុខធម្មតាទេខ្ញុំសុខសប្បាយទេអញ្ចឹងណាបាទ I am fine គឺមានន័យថាខ្ញុំសុខធម្មតាខ្ញុំសុខសប្បាយហ្នឹងបាទអូខេតោះឥឡូវយើងទៅបន្តទៀត I am thinking បាទ I am thinking មានន័យថាខ្ញុំកំពុងគិតបាទ I am thinking ខ្ញុំកំពុងគិតបាទខ្ញុំកំពុងគិតអូខេតោះឥឡូវយើងចូលទៅដល់មេរៀនបន្តទៀត I am sorry បាទ I am sorry មានន័យថាខ្ញុំសុំទោសបាទយើងធ្វើខុសហើយយើងសុំទោសគេទៅអញ្ចឹងណាអូខេតោះឥឡូវយើងបន្តទៀតបាទ I am sad បាទ I am sad មានន័យថាខ្ញុំខូចចិត្តបាទខូចចិត្តយើងដឹងហើយខូចចិត្តហ្នឹងខូចមិនអូខេបន្តទៀត play traditional games លេងល្បែងប្រជាប្រិយបាទលេងល្បែងប្រជាប្រិយ water splashing បាទ water splashing និយាយថាការជះទឹកណាលេងទឹកគេហៅថាបាចទឹកជះទឹកឬក៏បាចទឹកហ្នឹងឯង Belizen Mountain បាទ Belizen Mountain និយាយថាពូនភ្នំខ្សាច់បាទ Belizen Mountain ពូនភ្នំខ្សាច់អូខេ prosperity បាទ prosperity មានថាភាពរុងរឿងភាពរីកចម្រើន
prosperity បាទ prosperity ភាពរុងរឿងអូខេតោះសម្រាប់បងប្អូនទាំងនេះចង់បានសៀវភៅភាសាអង់គ្លេសចូលទៅរៀនលើកឡើងបន្ថែមបាទមានបកប្រែខ្មែរសៀងខ្មែររបៀបអានខ្មែរល្អសម្រាប់អ្នករៀនអង់គ្លេសកម្រិតដំបូងណាបាទល្អមែនតើបាទ